គាត់នេះគឺជាម្ចាស់ខូបនៅក្នុងថ្ងៃនេះហើយការធ្វើខួបកំណើតនេះគឺនៅក្នុងព្រះវិហារសម្រាប់បងប្អូនដែលបានទស្សនានៅក្នុងប្លុកនេះហើយកុំប្រកែកការរឿងសាសនាព្រោះសាសនានីមួយៗសិតតែបរិញ្ញមនុស្សឲ្យដើរផ្លូវទៀងត្រង់ស្មោះត្រង់គ្រប់សាសនាឥឡូវសូមបង្វែរអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនានៅក្នុងប្លុកនេះវិញម្ដងបងប្អូនឃើញអត់ក្នុងការរៀបចំកម្មវិធីថ្ងៃនេះគឺសប្បាយបែប happy តែម្ដងបងប្អូនទាំងអស់គ្នាមានគ្រប់ចម្រុះជាតិសាសន៍តែម្ដងនៅក្នុងព្រះវិហារនេះគឺអត់ប្រកាន់ពូជសាសន៍ទេអ្នកទាំងអស់គ្នាហើយនៅក្នុងកម្មវិធីនេះដែរគឺមានជនជាតិខ្មែរប្រហែលជា3នាក់ទាំងខ្ញុំគឺខ្ញុំមានអារម្មណ៍ថាសប្បាយដែរគឺសប្បាយខ្លាំងត្មងនៅក្នុងកម្មវិធីថ្ងៃនេះមានទាំងជនជាតិកូរ៉េចូលរួមទៀតផងចាស់ទុំយាយតាបងប្អូនក្មេងៗបែប happy សុភមង្គលតែម្ដងបងប្អូនទាំងនេះនេះគឺជាម្ចាស់ខូបកំណើតនៅក្នុងថ្ងៃនេះអូនតូចមួយតែឪគាត់ពើនោះហើយខ្ញុំយកមកធ្វើប្លុកនេះគឺជាប្លុកលើកដំបូងដែរក្នុងការមកចូលរួមនៅក្នុងកម្មវិធីមួយនេះគឺប្លែកថ្មីមែនតើបន្ទាប់ពីចប់កម្មវិធីហើយពួកខ្ញុំក៏បានទទួលទានអាហារនៅក្នុងថ្ងៃពិសេសមានម្ហូបបែបឥណ្ឌានិងបែបកូរ៉េលីឡំចូលគ្នាខ្ញុំបានញ៉ាំច្រើនមែនទែននៅក្នុងកម្មវិធីមួយនេះរសជាតិទាំងអស់ពេលដែលខ្ញុំទទួលទានទៅគឺឆ្ងាញ់តែម្ដងអ្នកទាំងអស់គ្នាឃើញអត់ឃើញមុខម្ហូបគេអត់គឺប្លែកមែនទែនហើយសម្រាប់អ្នកណាខ្លះដែលគាត់ធ្លាប់ទទួលទានម្ហូបឥណ្ឌាជួយរេខមមិនបងបន្ទាប់មកទៀតម្ហូបបង្អែមខេកឆ្ងាញ់ឲ្យលេខ1បាយ